ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍កម្មការចំណែកពេកនេះខ្ញុំរកទៀតហើយថ្ងៃដែរនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយគឺបុកត្រីឆ្អើរជាមួយនឹងអំពិលខ្ចីបុកល្ហុងបែបខ្មែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាសម្រាប់វិធីធ្វើគឺងាយមែនតើបងប្អូនគ្រាន់តែបុកជាមួយនឹងសណ្តែកដីរបស់យើងឲ្យបានម៉ត់ល្អអញ្ចឹងណាបងប្អូនសម្រាប់សណ្តែកដីនេះខ្ញុំបានដាក់រៀងច្រើនបងប្អូនដើម្បីធ្វើឲ្យបុកល្ហុងរបស់យើងកាន់តែខ្ទិះល្អអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយយើងធ្វើការបុកវាឲ្យបានម៉ត់ល្អអញ្ចឹងមកហើយគ្រឿងបន្តមកទៀតគ្រឿងផ្សំរបស់យើងមានដូចជាខ្ទឹមហើយនិងម្ទេសបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាបានអញ្ចឹងណាបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ម្ទេសយើងចូលមកដើម្បីឲ្យយើងធ្វើការបុកចូលគ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នាសម្រាប់គ្រឿងផ្សំរបស់យើងដែរគឺតម្រូវឲ្យយើងបុកចូលគ្នាបានម៉ត់ល្អអញ្ចឹងណាបងប្អូនហើយជាស្រាបងប្អូនដោយសារតែនេះខ្ញុំម្នាក់ឯងអញ្ចឹងបុកវារៀងពិបាកបន្តិចដែរនេះដែរគឺគ្រឿងផ្សំរបស់យើងបានម៉ត់ល្អហើយបើសិនជាស្ទើបងប្អូនអាចបុកបន្ថែមឲ្យវានឹងម៉ត់ជាងហ្នឹងឬក៏ចង់បានប៉ុណ្ណឹងស្រេចតែបងចំណង់ចិត្តរបស់បងប្អូនហើយបន្តមកទៀតគឺនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្ករសហើយនឹងជាមួយនឹងប៊ីចេងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្តមកទៀតគឺយើងដាក់ជាមួយនឹងអំបិលបន្តិចអញ្ចឹងណារួចហើយគឺយើងបុកចូលគ្នាយ៉ាងទៅបងប្អូនអាចដាក់តាមចំណង់ចិត្តរបស់បងប្អូននៅគ្រឿងផ្សំរបស់យើងស្ទើជូរស្ទើសាបស្ទើអំបិលប៊ីចេងអីគឺយើងអាចដាក់បន្ថែមទៀតអញ្ចឹងណាបងប្អូនបន្តមកទៀតគឺយើងធ្វើការហើយបុកវាឲ្យបានម៉ត់អញ្ចឹងមកបន្តមកទៀតសិនយើងចិញ្ច្រាំជាមួយនឹងប្រហុកដើម្បីដាក់ចូលរួចហើយគឺយើងចាប់ផ្ដើមដាក់វាចូលអញ្ចឹងមកហើយយើងឲ្យលួចជាមួយនឹងអំបិលទុំបន្តិចអញ្ចឹងណាបងប្អូនគឺយើងចាប់ផ្ដើមបុកអញ្ចឹងមកគឺមានការស្អិតខ្លាំងមែនទេបងប្អូនដោយសារតែយើងដាក់រឿងប្រហុករឿងច្រើនបន្តិចអញ្ចឹងហើយនឹងវាចាប់ជាតិជាមួយនឹងស្តែកដីទាំងអស់បងប្អូនទាំងអស់គ្នាអញ្ចឹងហើយធ្វើឲ្យយើងបុកទៅមានការពិបាកតែមិនជាបញ្ហាទេសម្រាប់នាងខ្ញុំអញ្ចឹងបងប្អូនត្រូវធ្វើការបុកដោយនាងខ្ញុំបានបង្ហាញអញ្ចឹងបងប្អូនគឺយើងបុកឲ្យចូលជាតិគ្នាជាមួយនឹងប្រហុកជាមួយនឹងគ្រឿងរបស់យើងឲ្យបានហើយម៉ត់ល្អអញ្ចឹងណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីបុកចូលជាតិរួចហើយសឹមយើងដួសវាទុកមួយឡែកដាក់នៅចានអញ្ចឹងបងប្អូនទាំងអស់គ្នាគឺតំណមែនទែនគ្រឿងផ្សំរបស់យើងអញ្ចឹងណាបងប្អូនបន្តមកទៀតគឺយើងចាប់ផ្ដើមដួសវាដាក់នៃបរិមាណមិនសន្មមអញ្ចឹងហើយយើងបន្ថែមជាមួយនឹងល្ហុងចាប់ផ្ដើមបុកវាឲ្យចូលជាតិគ្នាអញ្ចឹងណាបងប្អូនដើម្បីសម្រាប់នេះអញ្ចឹងមកបន្តមកទៀតគឺយើងបុកបានហើយនេះគឺល្ហុងរបស់យើងគឺតំណមែនទែនបងប្អូនទាំងអស់គ្នាបន្តមកទៀតគឺយើងចាប់ផ្ដើមដួសដាក់ចានបន្លែរបស់យើងគឺមានដូចជាក្តាតហើយនិងត្រកួនបងប្អូនអាចបន្ថែមជាមួយនឹងស្លឹកកន្ទួតមួយទៀតកាន់តែឈ្ងុយឆ្ងាញ់ចឹងណាបងប្អូនទាំងគ្នានឹងបន្ថែមជាមួយជីណាមួយទៀតក៏រឹតតែឆ្ងាញ់ដែរសម្រាប់បងប្អូនដែលចូលចិត្តនៅតាមដានវីដេអូដែលខ្ញុំបានបង្ហាញនេះសូមជួយ Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលាសញ្ញាជួបគ្នានៅវីដេអូក្រោយទៀតផ្លេចប្រាប់បងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលតាមបាន Subscribe នៅ Channel នេះខ្ញុំសូមជួយ Subscribe ម្នាក់មួយសូមអរគុណសូមជម្រាបលា